សួស្តីបងប្អូននេះថ្ងៃនេះពេលព្រឹកខ្ញុំមានបាយឆាបាយសបាទហើយនឹងឆាផ្កាកញ្ឆាយនិងពងទាហើយនេះស្វាយបងប្អូនគឺថាយកមកពីប៉ៃលិនធម្មជាតិបងប្អូនខ្ញុំប្រុសហ្នឹងប៉ុន្តែចេះធ្វើបាយឆាអាហារពេលព្រឹកអីខ្ញុំតំណងសណ្ដែកនិងផ្កាកញ្ឆាយសាច់ជ្រូក3ជាន់ដាក់បាយសលីពងទាតិចសិនអានេះខ្ញុំញ៉ាំខ្លះទុកពេលថ្ងៃខ្លះជ្រូកឆ្ងាញ់ពងទាក៏ទៅមួយអាទិត្យយ៉ាងហោចណាស់ក៏ញ៉ាំ3ថ្ងៃដែរបាទបងប្អូនចូលចិត្តពងទាបែបមិនដែរខ្ញុំចូលចិត្តពងទាជាប់ភ្នៅប៉ុន្តែពេទ្យគេអត់ចង់ឲ្យហូបអញ្ចឹងខ្ញុំញ៉ាំយូរម្ដងពេលព្រឹកសំខាន់មែនទែនបងប្អូនពួកឯងមកយកទៅកាពះយើងអត់បានទទួលអីផងពេលយើងគេងជួនកាលយើងបានញ៉ាំតែទឹកចឹងពេលព្រឹកបើយើងអត់ញ៉ាំអីទៀតកាពះយើងបានអីកិនបងប្អូនញ៉ាំឈាមអត់ជាតិបាយឆាមកទៀតជាមួយនឹងតាហ៊ូថ្ងៃនេះបងប្អូនពេញចិត្តវីដេអូកុំភ្លេចចុច like share និង subscribe channel ខ្ញុំមួយផង